មុខដែលល្អមាត់ដែលល្អសម្ដីដែលល្អហ្នឹងគឺជាសម្ដីយើងនិយាយអ្វីដែលយើងធ្វើហើយយើងធ្វើអ្វីដែលយើងបាននិយាយអាហ្នឹងគឺសម្ដីដែលមានឥទ្ធិពលហើយគឺសម្ដីដែលមានគុណតម្លៃទាំងអ្នកនិយាយទាំងអ្នកស្ដាប់សម្រាប់សេរី3ប្រការនៅក្នុងរឿងចូលឆ្នាំថ្មីប្រពៃណីជាតិយើងដឹងថាសេរីទី1សេរីនៅនឹងមុខសេរីដើមទ្រូងហើយសេរីនឹងជើងហើយយកស្អីមកលាបមកលាងគឺយកទឹកអានឹងដែលយើងដឹងមកដែលយើងតែខ្ញុំកណាញ់បាត់ធ្វើការកត់សម្គាល់ថាចំណុចនេះដើម្បីបានប្រយោជន៍លើសតែអំពីការយកទឹកមកលាងហ្នឹងតើទឹកជាស្អីជាន័យធៀបในត្រង់យើងដឹងថាទឹកតែជាន័យធៀបសម្រាប់ខ្ញុំកណាញ់បាទធ្វើការកត់សម្គាល់ឃើញថាទឹកយកមកលាងមុខគឺមុខហាក់ហ្នឹងគឺអាចនិយាយបានថាជាការនិយាយស្ដីណាអញ្ចឹងយកស្អីមកលាងគឺយកនៅវិច័យកម្ម4យកមកលាងវិច័យកម្ម4អំពើតាមរយៈសម្ដីហ្នឹងគឺយើងត្រូវតែលុបលាងឲ្យស្អាតល្អតាមរយៈសម្ដីរបស់យើងហ្នឹងគឺជាសម្ដីលើកទឹកចិត្តមិនមែនជាសម្ដីបន្ទុយបង្អាក់មិនមែនជាសម្ដីដែលធ្វើឲ្យមានមហន្តរាយទេបើយើងរាប់ពីសកម្មភាពដែលមាននៅក្នុងកុសលកម្មបទហ្នឹងគឺទី1គឺយើងមិននិយាយកុហកណាទី2យើងមិននិយាយញុះញង់ចាក់ដោតបំបែកបំបាក់ទី3យើងមិននិយាយរស់រយអត្ថប្រយោជន៍ណានិយាយលក្ខណៈដេរឆានកថាទៅមួយវិញទៀតចំណុចទី4គឺយើងមិននិយាយដើម្បីឲ្យមានបញ្ហាចំនួនវិវាទគ្នាមានតែសម្ដីតពុះបោកបោកធ្វើឲ្យមានការថ្នាំងថ្នាក់រវាងគ្នានឹងគ្នាណាអានេះគឺជាងយកអានឹងមកលាងមុខយើងមានន័យថាយើងជាអ្នកគោរពបប្រតិបត្តិនៅសម្ដីដ៏ល្អហ្នឹងហើយសម្រាប់ខ្ញុំកណាចំបាត់មុខដ៏ល្អមាត់ដែលល្អសម្ដីដែលល្អហ្នឹងគឺជាសម្ដីយើងនិយាយអ្វីដែលយើងធ្វើហើយយើងធ្វើអ្វីដែលយើងបាននិយាយអាហ្នឹងគឺសម្ដីដែលមានឥទ្ធិពលហើយគឺសម្ដីដែលមានតម្លៃដែលមានគុណតម្លៃទាំងអ្នកនិយាយទាំងអ្នកស្ដាប់ពីព្រោះអ្នកចែករំលែកគាត់និយាយអ្វីដែលគាត់បានអនុវត្តបង្ហាញចែករំលែកទៅអ្នកទី2ទី3ហើយគាត់អនុវត្តអ្វីដែលគាត់បាននិយាយត្រង់នេះក៏វាសង្កត់ភាពនឹងពាក្យព្រាហ្មណ៍បារារបស់ព្រះពុទ្ធដែរព្រះពុទ្ធលោកប្រកាសសម្ដែងថាសូម្បីតែតួអង្គរបស់ព្រះពុទ្ធជាម្ចាស់ក៏ព្រះអង្គសម្ដែងអ្វីដែលព្រះអង្គបានបដិបត្តិហើយព្រះអង្គបានបដិបត្តិអ្វីដែលព្រះអង្គបានសម្ដែងប្រាប់បរិស័ទហ្នឹងវាសង្កត់ភាពគ្នាទី2សេរីដែលនៅក្នុងដើមទ្រូងនោះសម្រាប់ខ្ញុំគឺខ្ញុំឲ្យនិយមន័យទៅលើចិត្តមនោកម្មណាគឺមនោកម្មគឺកើតចេញពីហត្ថយៈចេញពីបេះដូងអញ្ចឹងការគិតរំពៃចង់បានទ្រព្យសម្បត្តិអ្នកដតីយើងអត់មានទេណាការចំណែនឈ្នានេះព្យាបាទអ្នកដតីគឺអត់មានដែរពីព្រោះសំខាន់ណាស់គឺបេះដូងរបស់យើងនឹងការគិតរបស់យើងចិត្តរបស់យើងនឹងគឺចិត្តគឺជាពុំនៃសកម្មភាពកាលណាបើចិត្តយើងគិតទៅលើរឿងអាក្រក់ហើយច្បាស់ណាស់ថាសកម្មភាពរបស់យើងនឹងធ្វើអាក្រក់ដែរកាលណាចិត្តរបស់យើងគិតល្អហើយសកម្មភាពរបស់យើងក៏គិតល្អដែរឧទាហរណ៍ថាបើយើងគិតថាមនុស្សម្នាក់នឹងជាមនុស្សល្អគួររាប់អានយើងតែងមានវិចារមានកាយវិការទៅគឺសំរុំល្អណាគួររាក់ទាក់ប៉ុន្តែបើសិនជាយើងមានបរិយវិនិច្ឆ័យថាមនុស្សនឹងមិនគួររាប់អានទេយើងគិតអាក្រក់ពីអ្នកដទៃហើយច្បាស់ណាស់ថាយើងនឹងធ្វើសកម្មភាពមិនល្អចំពោះគេអានេះគឺសម្រាប់សេរីនៅក្នុងចំណុចដើមទ្រូងមួយទៀតសេរីនៅក្នុងជើងសេរីជើងខ្ញុំគិតថាអាចមាន3សកម្មភាពហ្នឹងអាចថាវាជាកាយកម្មហើយកាយកម្ម3នេះវាអាចទី1ទី2ខាងដើមវាស្ថិតនៅលើខ្លួនយើងគិតយើងពិចារណាទៅសកម្មភាពទាំងអស់វានៅក្នុងខ្លួនយើងនៅតែខ្លួនយើងទេហើយយើងចេញសកម្មភាពតាមរយៈសម្ដីប៉ុន្តែនៅចំណុចទី3នៅជើងយកអីមកលាងដើម្បីឲ្យមានសេរីសួស្ដីដើម្បីឲ្យមានមង្គលវាតតែយើងជៀសវាងនៅអកុសលទាំង3ហ្នឹងមានអំពើបាណាតិបាតមានអត្តនិទានមានការប្រព្រឹត្តខុសក្នុងកាមហើយអាចទាំង3ហ្នឹងវាមិនមែនកើតឡើងនៅក្នុងខ្លួនយើងអង្គុយវាកើតទៅវាតតែមានសកម្មភាពនៃការធ្វើជាក់ស្ដែងអញ្ចឹងយើងកុំប្រព្រឹត្តអាចទាំងអស់ហ្នឹងជើងជំនួសមកវិញ
ដោយសកម្មភាពទីមួយយើងមិនបៀតបៀនណាយើងមិនបៀតបៀនមានន័យថាឲ្យយើងមានមេត្តាចំពោះសត្វទាំងអស់ស្រឡាញ់រាប់អានចំពោះសត្វទាំងអស់យើងអត់មានការបៀតបៀនទេការធ្វើសត្វឲ្យមានជីវិតបាត់បង់មានន័យថាការសម្លាប់សត្វនិងការបៀតបៀនសត្វគឺជារឿងពីរផ្សេងគ្នាការបៀតបៀនមានន័យថាយើងបង្កភាពលំបាកដូចជាបង្ករបួសស្នាមអានឹងបើនិយាយអំពីក្របខ័ណ្ឌនៃច្បាប់ព្រហ្មទណ្ឌតែបង្ករបួសស្នាមអីឬឲ្យគេរស់បានដោយលំបាកអាហ្នឹងគឺបៀតបៀនដែរឬក៏មួយបែបទៀតថាការប្រើប្រាស់នៅអំពើហិង្សាពួកហិង្សាហ្នឹងមានន័យថាបៀតបៀននឹងឯងបាទមានន័យថាបៀតបៀននឹងឯងទី2គឺយើងជាអ្នកមិនប្រព្រឹត្តនៅអំពើចោរកម្មការកាប់កេងណាការបន្លំការលួចការប្លន់លាក់និងលាក់ចំនួនមកវិញដោយយើងធ្វើនៅអំពើសម្មាអាជីវៈមានន័យថាការចិញ្ចឹមជីវិតរបស់យើងដែលត្រឹមត្រូវរបស់ដែលយើងបានមកនោះបានមកដោយកម្លាំងញើសឈាមរបស់យើងត្រង់នេះហើយបានជាអ្នកដែលបំពេញបុណ្យកុសលផ្សេងតាមរយៈលោកអាចារ្យតែងតែដឹកនាំវេចង្ហាន់ប្រគេនព្រះសង្ឃថាបបិទ្ធព្រះសង្ឃដោយចម្រើននេះរបស់ដែលខ្ញុំកណាបានមកនឹងគឺវាកើតឡើងដោយធម៌បានមកដោយធម៌កើតឡើងដោយធម៌បានមកដោយធម៌ក្នុងទីនេះមានន័យថារបស់ទាំងអស់នឹងមកធ្វើតយទានតយវត្ថុទាំងអស់ហ្នឹងគឺបានមកអំពីសម្មាអាជីវៈមិនមែនជាមិច្ឆាជីវៈទេនៅក្នុងចំណុច3ហ្នឹងដែរគឺពាក់ព័ន្ធនឹងការមិនប្រព្រឹត្តនឹងក្បត់ចិត្តបើអ្នកមានគូសកលហើយចំណុចហ្នឹងនិយាយពីសង្ឃហធម៌រវាងប្តីប្រពន្ធមាន5ដូចគ្នាហ្នឹងចំណុចទី3ហ្នឹងគឺសង្កត់ភាពគ្នាចំណុចហ្នឹងថាប្តីមិនមានចិត្តក្បត់ផាត់ក្បត់ប្រពន្ធក៏មិនមានចិត្តផាត់ក្បត់ប្តីចំណុចហ្នឹងគឺនៅចំណុចទី3រវាងសង្ឃហធម៌ប្តីចំពោះប្រពន្ធចំពោះប្តីអញ្ចឹងសរុបមកវិញថាសេរី3ប្រការនេះយើងយល់ថាអ្វីទៅជាសេរីគឺជាមង្គលដើម្បីឲ្យបានជាមង្គលវាតើតែយើងទី1មិនធ្វើបាបទី2ធ្វើបុណ្យហើយទី3ហ្នឹងគឺធ្វើចិត្តឲ្យស្អាតបរិសុទ្ធអញ្ចឹងវាប្រជុំចុះនៅរឿងកុសលទាំងអស់